ថៃរងគ្រោះរញ្ជួយដីកម្រិត7.7 វិកទ័រក្នុងជម្រៅ10គីឡូម៉ែត្រថៃវីដេអូបង្ហាញពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានកើតឡើងក៏ក្រោករាជធានីបាងកកប្រទេសថៃដែលជំរុញឲ្យមានការជំលះពលរដ្ឋចេញពីកន្លែងរងគ្រោះភ្លាមៗគ្រោះរញ្ជួយដីកម្រិត7.7 វិកទ័រនេះបានកើតឡើងនៅម៉ោងប្រមាណ2រសៀលក្នុងជម្រៅមិនធ្លាប់មានរហូតទៅដល់10គីឡូម៉ែត្រមជ្ឈមណ្ឌលភូមិសាស្ត្រ GIZ របស់ប្រទេសអាល្លឺម៉ង់បាននិយាយថាការរញ្ជួយដីនៅពេលថ្ងៃត្រង់គឺជាកម្រិតរាក់10គីឡូម៉ែត្រដោយបង្កការប៉ះពាល់ដល់ចំណុចកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាដែលនៅក្បែរប្រទេសថៃផងដែរតាមរបាយការណ៍បណ្ដោះអាសន្នមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតឬអ្នករងរបួសនោះទេបាទបងប្អូនប្រិយមិត្តអរគ្នាចឹងបានន័យថាការគ្រោះរញ្ជួយដីនៅឯប្រទេសថៃគឺចំកណ្ដាលថ្ងៃត្រង់តែម្ដងបងប្អូនបាទហើយមកដល់ពេលនេះគឺព័ត៌មានមិនទាន់ទទួលបានថាមានរបួសប្រមាណអ្នកបាទបាត់បង់ជីវិតប្រមាណអ្នកទេបងប្អូនបាទគឺនៅកំពុងតែស្រាវជ្រាវនៅឡើយនោះទេហើយខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិបាទសូមឲ្យប្រជាជនខ្មែរយើងដែលគាត់ទៅរស់នៅប្រទេសថៃសូមឲ្យឆ្លងផុតអំពីគ្រោះថ្នាក់បាទកុំឲ្យមានគ្រោះថ្នាក់ក៏ដូចជាប្រជាជនថៃបាទទូទាំងប្រទេសផងដែរ